lại bắt chứ không ăn cái nhau នៅក្នុងឆ្នាំ1990គ្រួសារមួយដែលធ្លាប់តែរស់នៅប្រកបដោយសុភមង្គលវាបានប្រែជាវិនិច្ឆ័យអន្តរាយដោយសារតែអំពើផិតក្បត់របស់ប្តី យល់ល្អយើងនាំគ្នារត់ត្មងទៅបងតែកន្លែងណាដែលឆ្ងាយដែលគេមិនអាចរកយើងឃើញណាបងសម្លាញ់ហេតុអីក៏បងក្បត់ចិត្តអូនហេតុអីក៏បងធ្វើរឿងស្មោកគ្រងបែបនេះហើយចុះហេតុអីទៅបងនិយាយមក ទេវតាធ្វើជាសាក្សីបើសិនជាថ្ងៃក្រោយខ្ញុំក្បត់ចិត្តប្រពន្ធខ្ញុំទៀតសូមឲ្យខ្ញុំស្លាប់ទាំងវេទនា ដោយសារតែរំលោភបំពានលពិសម្បត្តិបូករួមជាមួយនឹងអ្នកស្រីធ្លាក់នៅក្នុងវិបត្តិជំងឺផ្លូវចិត្តធ្ងន់ធ្ងរគ្រួសារមួយនេះបានវិនិច្ឆ័យសាបសូន្យផុតពីលោកនេះទៅប៉ុន្តែវិញ្ញាណរបស់ពួកគេមិនចាក់ចេញពីផ្ទះនេះឡើយ អ្នកណានៅចាប់បងអូនេះឃើញហើយពួកយើងដល់គ្នានៅនឹងទីលេខបានហើយអញ្ចឹងគូតែប្រញាប់ចេញទៅហើយពួកឯកាយគេគឺខ្ញុំឃើញខ្មោចនៅក្នុងផ្ទះនេះឯងគ្មានអីផងចិត្តតែមានហ្មងពួកឯងមិនអាចទៅណាបាននោះទេពីព្រោះពួកឯងបានបំពានកន្លែងគេដោយគ្មានការអនុញ្ញាតអង្គរ DC ទស្សនាភាពយន្តនៅកន្លែងរបស់អ្នក